ព្រះគម្ពីរសុភាសិតជំពូក22ខ6ចូលបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនបោះបង់ផ្លូវនោះដល់រាបដល់ចាស់ប្រាកដណាស់ការចិញ្ចឹមកូនមិនគ្រាន់តែឲ្យកូនមានការអប់រំល្អឬក៏ជោគជ័យនៅក្នុងការងារប៉ុណ្ណោះទេប៉ុន្តែគឺជាការណែនាំឲ្យកូនស្គាល់ព្រះយេស៊ូវវិញឪពុកម្ដាយដែលបង្រៀនកូនតាមព្រះបន្ទូលគឺកំពុងតែសាងគ្រឹះដ៏រឹងមាំសម្រាប់ជីវិតកូនរបស់ខ្លួនដែលព្យុះលោកីមិនអាចបំផ្លាញបានកូនរបស់លោកអ្នកពួកគេនឹងរៀនអំពីអ្វីដែលឪពុកម្ដាយធ្វើជារៀងរាល់ថ្ងៃជាជាងអ្វីដែលឪពុកម្ដាយបាននិយាយប្រាប់វិញដូច្នេះចូលបង្រៀនកូនដោយសេចក្តីស្រឡាញ់ការកែតម្រូវមិនមែនធ្វើដោយកំហឹងទេប៉ុន្តែដោយសេចក្តីស្រឡាញ់វិញគោលបំណងគឺឲ្យកូនប្រែចិត្តនិងមានការលូតលាស់ខាងឯវិញ្ញាណមិនមែនធ្វើឲ្យកូនខ្លាចឪពុកម្ដាយនោះទេត្រូវបង្រៀនពួកគេតាំងពីក្មេងឲ្យចេះអធិដ្ឋានឲ្យចេះអានគម្ពីរឲ្យចេះថ្វាយបង្គំព្រះនិងឲ្យជឿទុកចិត្តលើព្រះយេស៊ូវហើយប្រាប់ពួកគេថាទ្រព្យសម្បត្តិអាចបាត់បង់បានប៉ុន្តែសេចក្តីជំនឿជឿលើព្រះនឹងនៅជាមួយកូនពេញមួយជីវិតហើយព្រះអង្គនឹងថែរក្សាកូនពេញមួយជីវិតរបស់កូនហើយអ្នកដែលជាឪពុកម្ដាយត្រូវតែអធិដ្ឋានសម្រាប់កូនរបស់ខ្លួនជានិច្ចនេះគឺជាកម្លាំងខាងឯវិញ្ញាណដ៏ធំបំផុតដែលឪពុកម្ដាយអាចផ្ដល់ឲ្យកូនរបស់ខ្លួនសូមឲ្យព្រះការពារណែនាំនិងផ្ដល់ប្រាជ្ញាសម្រាប់ពួកគេជារៀងរាល់ថ្ងៃហើយខ្ញុំក៏ចូលរួមលើកទឹកចិត្តដល់អ្នកដែលជាឪពុកម្ដាយគ្រប់រូបទោះបីថ្ងៃនេះកូនរបស់អ្នកមិនទាន់ដើរតាមផ្លូវព្រះក៏ដោយកុំទាន់អស់សង្ឃឹមចូលបន្តផ្ដល់សេចក្តីស្រឡាញ់បន្តការបង្រៀនព្រះគម្ពីរនិងបន្តការអធិដ្ឋានសម្រាប់ពួកគេព្រះអង្គម្ចាស់អាចប៉ះពាល់ចិត្តកូនរបស់អ្នកហើយនាំពួកគេឲ្យត្រឡប់មករកទ្រង់វិញនៅពេលវេលាកំណត់របស់ទ្រង់បានមកដល់សូមអធិដ្ឋានជាមួយខ្ញុំអោព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយសូមទ្រង់ប្រទានប្រាជ្ញានិងកម្លាំងដល់អ្នកដែលជាឪពុកម្ដាយគ្រប់គ្នាទាំងអស់ឲ្យពួកគេអាចចិញ្ចឹមកូនតាមព្រះបន្ទូលរបស់ព្រះអង្គសូមការពារកូនរបស់យើងខ្ញុំឲ្យពួកគេដើរតាមផ្លូវនៃសេចក្តីពិតត្រង់របស់ព្រះអង្គនិងរស់នៅជាពន្លឺសម្រាប់មនុស្សជុំវិញខ្លួនហើយកូនថ្វាយគ្រប់ទាំងការទូលអង្វរទាំងអស់នេះដាក់ក្នុងព្រះនាមនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមព្រះនៃសេចក្តីសុខសាន្តបានប្រទានពរដល់បងប្អូនទាំងអស់គ្នា